តោះបន្ទាប់ពីយើងចេះបដែកខ្លួនចេះគោះជើងហើយមកចេះដកដង្ហើមហើយឥឡូវលោកគ្រូនឹងបរៀនពីរបៀបបដែកខ្លួនបន្តទៀតចឹងហ្នឹងស្រួលឲ្យយើងគាត់ដាក់ដៃយើងទាំងពីរកាន់ជាងកំពុំពេកកំទូចពេកមកល្មមប៉ុណ្ណស្មាយើងបានហើយចឹងប៉ុណ្ណស្មាហើយធ្វើមកឲ្យប៉ោងមើលតកគ្នាថ្មីឲ្យជឿយើងតែនៅក្រោយស្មាណាចំណុចសំខាន់លំហាត់ហ្នឹងឲ្យតែយើងធ្វើមកឲ្យប៉ោងមើលទៅបាត់ក្រោមហើយដៃយើងត្រង់ហើយស្មាទៀតឲ្យឡើងទៅស្មាយើងឡើងឧទាហរណ៍ស្មាយើងឡើងបន្តិចជឿយើងដល់លិចឯងអញ្ចឹងព្យាយាមមើលទៅបាត់អាងខ្លួនឲ្យត្រង់ហើយមកទៀតតាគៀកយើងឲ្យឡើងលើខ្ពស់ណាយើងឡើងលើខ្ពស់ឃើញកោងយើងអញ្ចឹងព្យាយាមខ្លួនយើងឲ្យត្រង់ស្មាទឹកយកមកបន្ទាប់ពីយើងធ្វើលំហាត់ហ្នឹងបានស្ទាត់យើងប្រែខ្លួនប្រហែលជា10វិនាទីហើយយើងឈប់ទៅឥឡូវយើងមកបូកជាមួយគូសជើងដល់សានលំហាត់មួយយើងរៀនគូសជើងហើយត្រូវអត់អញ្ចឹងយើងធ្វើលំហាត់ហ្នឹងបូកជាមួយនឹងគូសជើងយើងអាចធ្វើមកដង្ហើមបាន5 set ទៅល្អដើម្បីយើងស្ទាត់សិនណាចាំយើងរៀនដល់ដង្ហើមតាមក្រោយញ៉ាំយើងស្រឡឹងមើលទៅបាត់ក្រោមធ្វើមកប៉ោងហើយយើងអាចគោះជើងអញ្ចឹងមកដង្ហើមពេលយើងអស់ខ្យល់យើងអាចឈប់សិនបានហើយធ្វើអញ្ចឹង5 set មកយើងអាចចេះគោះជើងមកក្បាច់ជាតិកាន់ជាង